Chìa số đấy rồi mà từng học ní và có mà can cam một thí cho chết vì vi money đại ngày đá dương đừng biến nhiều cái dùng mà rốt đại quát đang hình trên cho rúm nó không cam một thí rồi bỏ dưỡng đào bấy sầm này sầm ná phí và cam rồi bỏ cầm hồn vi money đây cái nhà đây bong trong đang kẹt tôm cho mùi nâng chân nạp bảo đảm bao cái nhà được như đây sầm đẹp can chơi cho rúm nó không cam một thí bỏ dưỡng nó ngày ní hai có trong đang đai tha cái nhà vô khơi bạn bạn đai sầm đẹp ca và cao ở miền nơi cam một thí đi làm mà សម្រាប់ខ្ញុំគិតថាកម្មវិធីហ្នឹងគឺល្អមែនតើដែលអាចឲ្យអតិថិជនរបស់ V-Money ទាំងអស់គ្នាហ្នឹងគាត់យល់ដឹងកាន់តែច្បាស់ពីក្រុមហ៊ុនបន្ថែមទៀតបាទអរគុណកញ្ញាសម្រាប់ចំណាប់អារម្មណ៍ដូចជាការយល់ឃើញប៉ុន្តែចង់ដឹងដែរថាបើគិតមកដល់ពេលបច្ចុប្បន្នសេវាកម្មរបស់ខាងក្រុមហ៊ុនបានជួយសម្រួលអីខ្លះដែរដល់អតិថិជនរបស់យើង ចាបងបើសិនបើគិតមកដល់បច្ចុប្បន្នហ្នឹងក្រុមហ៊ុនរបស់យើងគឺជួយសម្រួលបានយ៉ាងខ្លាំងទៅដល់បញ្ហារបស់អតិថិជនដែលគាត់មានតម្រូវការចំណាយភ្លាមៗបងដូចជាចំណាយទៅលើការបង់ថ្លៃផ្ទះជួលបន្ទប់ជួលឬមួយក៏បង់ថ្លៃទឹកថ្លៃភ្លើងចំណាយទៅលើការបង់ថ្លៃសាលារបស់កូនហើយសម្រាប់អាជីវកម្មក៏គាត់អាចធ្វើការដាក់ស្នើមកកាន់ខាងយើងដែរបែបថាគាត់ចង់ពង្រីកអាជីវកម្មរបស់គាត់បន្ថែមទៀតក្នុងរូបភាពជាការបង្វិលstock អីវ៉ាន់ឬក៏បង្វិលដើមទុនឲ្យគាត់ខ្វះខាតត្រូវទេគ្រូចាបងចាហើយសម្រាប់ក្រុមហ៊ុនយើងគឺអាចផ្ដល់ទំហំបានរហូតដល់$2000ហ្នឹងហើយកញ្ញាអញ្ចឹងមានន័យថាសម្រាប់សេវាកម្មរបស់ខាងក្រុមហ៊ុនគឺfocus ទៅលើបញ្ហារបស់អតិថិជននិងជួយដោះស្រាយសម្រាប់បញ្ហាអតិថិជនដែលគាត់មានតម្រូវការក្នុងការចំណាយសាច់ប្រាក់បន្ទាន់ភ្លាមអញ្ចឹងចង់ដឹងថាសម្រាប់ការស្នើជាមួយនឹងខាងក្រុមហ៊ុនតើអតិថិជនគាត់អាចកាត់បន្ថយភាពស្មុគស្មាញរបស់គាត់ក្នុងលក្ខណៈបែបម៉េចដែរដែលខុសពីសេវាកម្មនៅស្ថាប័នផ្សេងអញ្ចឹងណាកញ្ញាចាបងគឺកាត់បន្ថយបានច្រើនបងដោយសារតែក្រុមហ៊ុនខាងយើងគឺមិនធំតែផ្ដល់សេវាសាច់ប្រាក់បន្ទាន់អតិថិជននេះគឺផ្ដល់ទាំងមធ្យោបាយសម្រាប់គាត់ធ្វើការដាក់ស្នើដល់ចាំបាច់ធ្វើការតម្រង់ជួរឬមួយក៏មកកាន់ទីតាំងផ្ទាល់ទេអញ្ចឹងចង់បញ្ជាក់កន្លែងហ្នឹងដែរកញ្ញាអញ្ចឹងមានន័យថាអតិថិជនគាត់អាចធ្វើការដាក់ស្នើជាមួយនឹងខាងក្រុមហ៊ុនបានដោយគ្រាន់តែប្រើប្រាស់ mobile app ឬក៏មធ្យោបាយណាវិញដែរចាបងសម្រាប់ក្រុមហ៊ុន V-Money អាចធ្វើការដាក់ស្នើបានតាមរយៈទូរស័ព្ទដៃដែលយើងមានច្រើនរបៀបក្នុងការដាក់ស្នើបងដូចជា mobile app ដែលយើងធ្វើការ download app សម្រាប់ការដាក់ស្នើហើយទី2នោះគឺជាមួយនឹង mini app ដែលអតិថិជនអត់ចាំបាច់ធ្វើការ download ទេគឺគាត់អាចបំពេញហ្នឹងគឺនៅក្នុង mini app របស់ក្រុមហ៊ុនហើយសម្រាប់អីដែលកាន់តែពិសេសទៀតនោះបើសិនបើទូរស័ព្ទដៃរបស់គាត់ពេញ memory ឬមកគាត់អត់មានទូរស័ព្ទដៃនៅក្បែរខ្លួនទេគឺគាត់អាចធ្វើការដាក់ស្នើបានតាមរយៈ computer សម្រាប់ការដាក់ស្នើនឹងដែរអញ្ចឹងមានន័យថាអតិថិជនគាត់អាចបត់បែនទៅតាមជម្រើសរបស់គាត់បានដូចគ្នាmobile app ប្រកាសថាអតិថិជនគាត់ត្រូវការ down app ដើម្បីយកមកប្រើប្រាស់អញ្ចឹងសម្រាប់ mini app ពីកញ្ញាបានលើកឡើងមុនហ្នឹងគឺមានលក្ខណៈពិសេសដែលរៀងប្លែកដែរដែលយើងអាចស្នើដោយប្រើធំតាម mini app ចូលតាម Telegram របស់ក្រុមហ៊ុនអញ្ចឹងវារៀងងាយស្រួលសម្រាប់អតិថិជនដែរពិតជាកាត់បន្ថយទៅលើភាពស្មុគស្មាញរបស់ពួកគាត់បានដូចគ្នាមែនហើយមួយទៀតចង់ដឹងដែរតកតងជាមួយនឹងលក្ខខណ្ឌក៏ដូចជាមុខងារសម្រាប់ដាក់ស្នើទាំងអស់ហ្នឹងមានលក្ខណៈពិសេសឬក៏លក្ខណៈបត់បែនអីបន្ថែមទៀតអត់កញ្ញាចាបងនៅក្នុងមធ្យោបាយស្នើសុំទាំង3ខាងលើយើងក៏មានមុខងារពិសេសមួយទៀតដែលឲ្យឈ្មោះថា OCR ថតបំពេញដោយស្វ័យប្រវត្តិហើយយើងក៏មានជាមួយនឹងទម្រង់ chat form ដែលឲ្យអតិថិជនគាត់ chat លេងហ្នឹងដូចមួយមិត្តភ័ក្តិគាត់អញ្ចឹងអញ្ចឹងមានន័យថាលក្ខណៈងាយស្រួលរបស់មុខងារទាំងពីរហ្នឹងដោយមួយជួយបំពេញព័ត៌មានមួយចំនួនរបស់អតិថិជនដោយគាត់ចាំបាច់បញ្ចូលដៃរបស់គាត់ទេហើយព័ត៌មានខ្លះទៀតដែលគាត់ត្រូវស្នើហ្នឹងបង្កើតអារម្មណ៍មួយឲ្យគាត់ដូចកំពុងឆាតមួយមិត្តភ័ក្តិរបស់គាត់ដូចគ្នាដែរថាអត់ទេពិតប្រាកដណាបងក្រុមហ៊ុនមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់អតិថិជននៅពេលដែលគាត់ដាក់ស្នើដំបូងហើយសូម្បីតែពេលដែលគាត់សងទូទាត់ត្រឡប់ក៏គាត់មានភាពងាយស្រួលដែរជាមួយនឹងមុខងារថ្មី Payway តែតាមរយៈធនាគារ ABA ជាមួយនឹង Acilida ដែលធ្វើការទូទាត់ជាលក្ខណៈស្វ័យប្រវត្តិគ្រាន់តែធ្វើការចុចតែម្ដងនៅក្នុង app V-Money អញ្ចឹងមានន័យថាចំណុចថងនេះហៅថាកាត់បន្ថយភាពស្មុគស្មាញសម្រាប់អតិថិជនទៀតដោយសារតែស្ដាប់ទៅគឺអតិថិជនប្រើប្រាស់ app មួយឬក៏មុខងារ
ឬក៏មធ្យោបាយក្នុងការប្រើប្រាស់កម្ចីមួយប៉ុន្តែអាចប្រើប្រាស់បានទាំងអស់គឺទាំងដាក់ស្នើទាំងទូទាត់សងត្រឡប់ប៉ុន្តែក្នុងចំណុចនេះដែរតើក្នុងមធ្យោបាយដាក់ស្នើរបស់យើងឧទាហរណ៍ដូចជា mobile app តើធ្វើម៉េចបានអតិថិជនគាត់អាចដឹងថាគាត់ត្រូវទូទាត់សងត្រឡប់មកវិញប៉ុន្មានអញ្ចឹងណា ប៉ិតប្រកបណាបងដោយសារតែនៅក្នុង app យើងមានចេញជាតារាងបង់ប្រាក់សម្រាប់ឲ្យយើងធ្វើការត្រួតពិនិត្យហើយធ្វើការទូទាត់បានដោយខ្លួនឯង ចឹងបើស្ដាប់ពីកញ្ញាដែលជាផ្នែកគ្រប់គ្រងអនុទានរបស់ខាងក្រុមហ៊ុន V-Money ជាប្រវត្តិរួចមកអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាសេវាកម្មរបស់ខាងក្រុមហ៊ុនគឺមានលក្ខណៈងាយស្រួលច្រើនក៏ដូចជាមុខងារពិសេសៗច្រើនសម្រាប់ជួយសម្រួលដល់អតិថិជនអញ្ចឹងបើសិនជាបងមានតម្រូវការសាច់ប្រាក់បន្ទាន់ឬមួយក៏ត្រូវការពង្រើដើមទុនក្នុងអាជីវកម្មរបស់បងកុំភ្លេចសេវាកម្មរបស់ក្រុមហ៊ុន V-Money ធានារហ័សមិនស្មុគស្មាញ អរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នានៅក្នុងកម្មវិធីរបស់យើងជម្រាបលាបាយបាយ